Hello សួស្តីអ្នកទាំងគ្នាស្វាគមន៍កាន់វីដេអូខ្ញុំព្រឹងខ្មែរហ្គេមម្ដងទៀតហើយឥឡូវនឹងខ្ញុំត្រឡប់មកវិញហើយហ្នឹងហើយដូចជាខានធ្វើវីដេអូមួយខែហ្នឹងហើយឥឡូវកុំឲ្យបែកអូហូស្ទឹងយូរយើងចូលកាន់វីដេអូយើងវិញតែម្ដងទៅហើយថ្ងៃនេះខ្ញុំមកលេង Play Fruit ទៀតហើយហ្នឹងហើយខ្ញុំមកប្រាប់អ្នកទាំងគ្នាពីរបៀបយកដាវ CDK ហ្នឹងហើយដំបូងអ្នកទាំងគ្នាត្រូវមានដាវយ៉ាម៉ានិងទូជីតាសិនហ្នឹងហើយអ្នកទាំងគ្នាត្រូវការ level ដាវទាំងពីរនឹង350ហើយ level ខ្លួនរបស់អ្នកទាំងគ្នា220ទើបអាចធ្វើ CDK បានហ្នឹងហើយបន្ទាប់ពីអ្នកទាំងគ្នាមានរបស់អស់ហ្នឹងហើយអ្នកទាំងគ្នាហោះមកតាមខ្ញុំមកនេះមកមែនសិនហើយហោះទៅកន្លែងក្រោយនោះហើយអ្នកទាំងគ្នាមកចុចកន្លែងហ្នឹងដើម្បីអីគឺដើម្បីបើកទ្វារនៅខាងមុខហ្នឹងហើយបើអ្នកទាំងគ្នាអត់ចុចនៅក្រោយនេះទេគឺអ្នកទាំងគ្នាអាចបើកទ្វារមុខនឹងបានទេហ្នឹងហើយដល់ពេលអាអ្នកទាំងគ្នាដើរមកដល់ក្នុងនេះទៅវានឹងឲ្យquest អ្នកទាំងគ្នាពីរហ្នឹងហើយគឺ quest របស់ Yama និង Tushita ហ្នឹងហើយឥឡូវខ្ញុំប្រាប់ពីរបៀបធ្វើ quest របស់ Tushita មុនចុះហ្នឹងហើយព្រោះឲ្យវាស្រួល quest ទី1របស់ Tushita គឺអ្នកទាំងគ្នាត្រូវតែទៅនិយាយមួយអ្នកលក់ទូហ្គេមផាសឲ្យបាន3កោះហ្នឹងហើយអ្នកទាំងគ្នាត្រូវនិយាយមួយអ្នកលក់ទូហ្គេមផាសហ្នឹងហើយពេលអ្នកទាំងគ្នាមកដល់អ្នកទាំងគ្នាចុចលើវាបាន3ដងទៅវានឹងចេញពាក្យនេះហ្នឹងហើយតែខ្ញុំធ្វើឲ្យអត់ចេញទេអ្នកទាំងគ្នាធ្វើអញ្ចឹងដែរបាន3កោះទៅនឹងបានត្បូងមួយហ្នឹងហើយ quest ទី2របស់ Tushita វិញគឺអត់មានអីពិបាកទេហ្នឹងហើយអ្នកទាំងគ្នាគ្រាន់តែមកវាយ Pirate Red នៅ Castle ទៅនឹងបានត្បូងហ្នឹងហើយអ្នកទាំងគ្នាដឹងថា Pirate នៃគេទេគឺអាកន្លែងដែលយើងវាយយក fruit ហ្នឹងហើយអ្នកទាំងគ្នាមកវាយ NPC តែមួយហើយឈប់ពីដើមដល់ចប់ក៏បានដែរហើយ quest ចុងបញ្ចប់របស់ Tushita គឺអ្នកទាំងគ្នាត្រូវយកដាវ Tushita មកវាយមេ Big Mom ហ្នឹងហើយវាយដោយប្រើគ្រាន់តែដាវ Tushita ទេហ្នឹងហើយដល់ពេលអ្នកទាំងគ្នាវាយងាប់អ្នកទាំងគ្នានឹងឡើងឋានសួគ៌ឥឡូវយើងចូលទៅកាន់ quest របស់ Yama វិញហ្នឹងហើយមុននឹងទៅធ្វើ quest របស់ Yama យើងធ្វើការ random fruit មួយសិនទៅហ្នឹងហើយជំរឿថាខ្ញុំបានអីដែរហ្នឹងហើយអ្នកទាំងគ្នាខ្ញុំបាន Dragon Shop ហ្នឹងហើយបាទដូចអ្នកទាំងគ្នាឃើញចឹងគឺខ្ញុំសំណាងខ្លាំងមែនតើហ្នឹងហើយឥឡូវយើងទៅធ្វើ quest Yama ទាំងគ្នាហ្នឹងហើយ quest ទី1របស់ Yama គឺអ្នកទាំងគ្នាត្រូវតែទៅឲ្យគេវាយហ្នឹងហើយអ្នកទាំងគ្នាឲ្យគេវាយចិត្តអស់ឈាមឲ្យឡើងឈាមពេញវិញឲ្យគេវាយទៀតតើបានត្បូងហ្នឹងហើយដល់ពេលអ្នកទាំងគ្នាគេវាយគ្រប់ចឹងទៅបានត្បូងហើយហ្នឹងហើយស្រួលទេquest ទី2របស់ Yama គឺអ្នកទាំងគ្នាត្រូវតែទៅវាយ NPC ដែលមានសញ្ញាពណ៌ផ្កាឈូកនៅលើខ្លួនហ្នឹងហើយខ្ញុំអត់ដឹងថាវាយប៉ុន្មាន កោះទេបើតាមខ្ញុំធ្លាប់លេងគឺវាយ3កោះទៅនឹងបានត្បូងហ្នឹងហើយអា quest ទី2ហ្នឹងគឺវារៀងពិបាកជាងគេតិចហ្នឹងហើយវាត្រូវវាយ NPC សញ្ញាពណ៌ផ្កាឈូកនឹង3កោះហើយមេឃត្រូវចុះអាប់ទៀតហ្នឹងហើយពិតជាពិបាកមើលផ្លេចកោះមែនតើហើយ quest ទី3បងYama វិញគឺអ្នកទាំងគ្នាត្រូវតែមក spawn មេ Soul Reaper ហ្នឹងហើយដើម្បី spawn មេ Soul Reaper គឺអ្នកទាំងគ្នាត្រូវតែមាន4ដើម្បីយកទៅទិញយកអាភ្លើងទុក spawn មេហ្នឹងហើយ
ហើយតបមកអ្នកទាំងគ្នាឲ្យវាវាយងាប់ទៅអ្នកទាំងគ្នានឹងចង់រកហើយអ្នកទាំងគ្នាវាយពួក NPC នឹងរកនឹងអស់ទៅគឺនឹងបានត្បូងគ្រប់ហើយហ្នឹងហើយបន្ទាប់ពីអ្នកទាំងគ្នាមានត្បូង6គ្រាប់ហើយគឺអ្នកទាំងគ្នាអាចទៅយកដាវ CDK បានហើយហ្នឹងហើយអ្នកគ្នាគ្រាន់តែត្រឡប់មកកន្លែងធ្វើ CDK ត្បូងវិញមកហើយមកមុខនេះមកពេលអ្នកគ្នាដើរទៅចិត្តទៅវានឹងស្រូបត្បូងអ្នកទាំងគ្នាចូលហើយបន្ទាប់មកគេឲ្យអ្នកទាំងគ្នាយកដាវយ៉ាម៉ាក៏បានទូជីតាក៏បានដែរសម្រាប់មេឆ្អឹងក្នុងហ្នឹងហ្នឹងហើយឬអ្នកទាំងគ្នាបាញ់វាយក៏បានដែរចុចងាប់ទៅគឺអាចបាន CDK ដូចតែគ្នាហើយវីដេអូថ្ងៃនេះក៏មានតែប៉ុណ្្នឹងឯងគ្នាយើងអរគុណលា